ដើម្បីធ្វើការ download CV បងអាចចូលទៅកាន់ដំណាក់កាលនេះទីមួយយើងត្រូវមានគណនីដើម្បីចូលទៅក្នុងគណនីនេះបងអាចសួររកផ្នែកលក់របស់ customer service ដើម្បីបងបាន account email និង password login ចូលទៅកាន់ employer account ចឹងនៅពេលដែលបងធ្វើការ login ហើយចឹងបងអាចចូលមកកន្លែង explore CV database ដើម្បីធ្វើការ search រក CV ដែលបងចង់បានតើថាប្រសិនបើបងត្រូវការផ្នែក sale បងអាចវាយពាក្យថា sale ចឹងទៅមកចុច enter ចឹងបងនឹងអាចមើលឃើញ CV ជាច្រើនដែលគាត់មានជំនាញនៅក្នុងផ្នែក sale បងអាចធ្វើការ filter បន្ថែមនៅកន្លែងនេះទៀតក៏បានដែរប្រសិនបើបងត្រូវការជា filter ជា skill filter ជា industry level ផ្សេងៗអ្វីដែលបងត្រូវការហើយប្រសិនបើបងចង់បានកាន់តែល្បិតទៀតបងអាចវាយបន្ថែមថា sales real estate អីចឹងទៅអាហ្នឹងវាកាន់តែលម្អិតបន្ថែមទៀតនៅពេលដែល profile ដែលបងត្រូវការដូចគ្នាជាមួយនឹង position ផ្សេងទៀតដែរប្រសិនបើបងត្រូវការផ្នែកផ្សេងចឹងបងគ្រាន់តែវាយជា keyword សំខាន់បងអាចស្វែងរក CV បានទៅតាមអ្វីដែលបងត្រូវការចឹងនៅពេលដែលបងចាប់អារម្មណ៍ទៅលើ profile ណាមួយបងអាចចូលមើល CV គាត់បន្ថែមបានបងអាចចុចពាក្យ view resume ហ្នឹងចឹងនៅពេលដែលបងមើលទៅលើព័ត៌មានគាត់ហើយបងចាប់អារម្មណ៍ CV គាត់បងអាចធ្វើការចុច download បានចឹងនៅពេលដែល download CV គឺចំនួន CV គឺនឹងត្រូវដកទៅតាមចំនួនដែលបង download ប្រសិនបើបងអត់ទាន់បាន download គឺវាអត់ទាន់រាប់ជាចំនួន CV ដែលបង download ទេចឹងនៅពេលដែលបងចុច download គឺវានឹងដកទៅតាមហ្នឹងចឹងនៅពេលដែលបង download ហើយគឺបងអាចទទួលបាន CV ជាលក្ខណៈ PDF យើងអាចមើលព័ត៌មានពេញលេញទៅលើ candidate ហ្នឹងបានហើយសម្រាប់ការដល់ជាចំនួន CV គឺអាស្រ័យទៅលើកញ្ចប់ដែលបងជ្រើសរើសឧទាហរណ៍ថាបើសិនបើបងប្រើកញ្ចប់ AI plus រយៈពេល quarterly មានន័យថា3ខែចឹងបងអាច download CV បាន90 CV តែបើសិនបើបងប្រើមួយខែគឺបងអាច download បាន30 CV ទៅតាមកញ្ចប់សេវាកម្មដែលបងប្រើប្រាស់